សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការគណនាទំហំឡតសាយសម្រាប់ការជួញដូរហាងឆេងមាសបាទដើម្បីចេះពីការគណនាទំហំឡតសាយដំបូងយើងត្រូវដឹងសិនថាតើឡតសាយនឹងជាអ្វីឡតសាយគឺជាចំនួនមាសដែលអ្នកនឹងទិញឬលក់ហើយຂະຫນាតរបស់វាគិតជាអោនបាទមានន័យថាប្រសិនបើយើងចង់ចូលទីផ្សារក្នុងការទិញឬក៏លក់មាសក្នុងទំហំណាមួយទំហំនៃការចូលទីផ្សារនោះគឺគេគិតជាទំហំឡតសាយហើយនេះគឺជាទំហំកិច្ចសន្យាក្នុងការជួញដូរមានន័យថាពាក់ព័ន្ធជាមួយនឹង contract size ក្នុងការជួញដូរមាសជាគោលនោះគឺគេចែកចេញជា3មានន័យថាការចូលទីផ្សារទំហំ1ឡតសាយស្មើនឹង100អោន 0.1 ឡតសាយស្មើនឹង10អោន 0.01 ឡតសាយគឺស្មើនឹង1អោនពាក់ព័ន្ធជាមួយនឹងការគណនាទំហំឡតសាយនេះទៀតដែរគឺពាក់ព័ន្ធជាមួយនឹងទំហំកិច្ចសន្យានៃការចូលទីផ្សារឬក៏ contract size ហ្នឹងគឺគេចែកចេញជា3ទី1គឺ standard lot ទី2គឺ mini lot ទី3គឺ micro lot បាទហើយចំពោះ platform ដែលអ្នកជួញដូរហាងឆេងមាសឬក៏ការជួញដូរគូរូបិយប័ណ្ណផ្សេងៗបច្ចុប្បន្នជាទូទៅគឺគេប្រើ platform ឬក៏អាចនិយាយថាជាកម្មវិធីជួញដូរគឺMeta Trader 4ឬក៏ Trader 5ឬក៏ពាក្យកាត់ MT4 ឬក៏ MT5 បាទហើយពាក់ព័ន្ធជាមួយនឹងការចូលទីផ្សារនេះកាលណាយើងចូលមួយឡតសាយមានន័យថាវាជា standard lot គឺយើងចូលមួយឡតស្មើនឹង100អោនហើយការប្រែប្រួលចំនួនពីបមានន័យថាការប្រែប្រួលមួយពីបគឺស្មើនឹង$ដោយឡែកប្រសិនបើយើងចូលទំហំ mini lot គឺ 0.1 គឺមានន័យថាយើងចូលទីផ្សារទិញឬក៏លក់មាសក្នុងទំហំ10អោនហើយការប្រែប្រួលតម្លៃមួយពីបគឺចំណេញឬក៏ខាតគឺ$1ទី3គឺការចូលទីផ្សារក្នុងទំហំ micro lot នេះគឺ 0.01 វាស្មើនឹងទំហំដែលយើងជួញដូរគឺ1អោនមាសហើយការប្រែប្រួលតម្លៃពីបក្នុងមួយពីបនោះគឺប្រែប្រួល$0.1បាទហើយនេះគឺជាការគណនាឬក៏បញ្យលបន្ថែមពាក់ព័ន្ធជាមួយនឹងការប្រែប្រួលតម្លៃមាសមានន័យថាប្រសិនបើតម្លៃមាសប្រែប្រួល$1គឺការប្រែប្រួល$1ហ្នឹងបើសិនជាយើងគិតជាពីបគឺស្មើនឹង10ពីបឧទាហរណ៍តម្លៃមាសដែលខ្ញុំបង្ហាញនេះគឺខ្ញុំដាក់ជាឧទាហរណ៍ 3230.00 ប្រសិនបើតម្លៃមាសកើនឡើងដល់31.00 មានន័យថាការប្រែប្រួលតម្លៃនេះគឺប្រែប្រួលតម្លៃគឺស្មើនឹង10ពីបហើយមួយពីបហ្នឹងគឺស្មើនឹង10ភ័ញហើយសួរតើភ័ញហ្នឹងគឺជាអ្វីភ័ញគឺជាតម្លៃទស្សភាគពីខ្ទង់ចុងក្រោយនៃតម្លៃមាសជាឧទាហរណ៍ខ្ញុំលើកឡើងនេះគឺ3230.00 ហើយតម្លៃមាសកើនដល់32.30.10 មានន័យថាស្មើនឹង1ពីប10ភ័ញស្មើ1ពីបបាទនេះគឺជានិយមន័យពីបគឺជារង្វាស់នៃការផ្លាស់ប្ដូរឬអត្រាឡើងនិងចុះនៃគូរូបិយប័ណ្ណក្នុងទីផ្សារឧបករណ៍ Nissan ជាឧទាហរណ៍តម្លៃមាសស្មើនឹង 3230.00 វាកើនឡើងទៅដល់ 3231.00 មានន័យថាការប្រែប្រួលតម្លៃ$1ឬក៏ការកើនឡើងចំនួនភ័ញ100ភ័ញគឺវាស្មើនឹង10ពីបហើយថាតើអ្វីទៅគឺជាភ័ញបាទភ័ញគឺជាតម្លៃទស្សភាគពីខ្ទង់ចុងក្រោយនៃតម្លៃមាសឧទាហរណ៍ 3230.01 01កន្ទុយខាងក្រោយពីខ្ទង់ហ្នឹងគឺគេហៅថាភ័ញពាក្យដែលយើងត្រូវដឹងបន្ថែមមួយទៀតនោះគឺពាក្យ spread ហ្នឹងគឺជាគម្លាតនៃតម្លៃរវាងការទិញនិងការលក់ឬជាថ្លៃសេវាក្នុងការចូលទីផ្សារមានន័យថារាល់ការដែលយើងចូលទីផ្សារម្ដងគឺយើងតែងតែខាតនៅទំហំ spread នេះមានន័យថាចូលភ្លាមគឺយើងឃើញចំនួនអវិជ្ជមានភ្លាមមានន័យថាចូលភ្លាមគឺឃើញខាតភ្លាមនេះហើយគឺជាចំនួន spread បាទហើយពាក់ព័ន្ធជាមួយនឹងពាក្យបច្ចេកទេសមួយទៀតក្នុងការចូលទីផ្សារមានន័យថារាល់ការចូលទីផ្សារមួយឡតសាយវាស្មើនឹង100អោនដូច្នេះ100អោនបើសិនជាយើងគណនាទៅវាឃើញទឹកលុយច្រើនហើយសំណួរសួរថាប្រសិនបើទឹកលុយច្រើនបែបហ្នឹងតើយើងធ្វើម៉េចដើម្បីអាចចូលទីផ្សារបាន leverage ហ្នឹងបើសិនជាយើងប្រែមកជាភាសាខ្មែរគេថាអានុភាពហ្នឹងគឺយើងសំដៅទៅលើការបំផោងដើមទុនដើម្បីចូលទីផ្សារ
តាមរយៈក្រុមហ៊ុនឈ្មួញកណ្ដាលឬក៏ក្រុមហ៊ុនផ្ដល់សេវាជួញដូរទីផ្សារមានន័យថាយើងប្រើ leverage ក្នុងការចូលទីផ្សារដើម្បីបំផោងឧទាហរណ៍ថាយើងមានដើមទុនតែ 1% ទេប៉ុន្តែយើងអាចបំផោងទៅពី 300% 4-500% ជាដើមការបំផោងកាន់តែធំការចូលទីផ្សារបានកាន់តែច្រើនបាទប៉ុន្តែហានិភ័យនៃការខាតបង់ឬក៏ចំណេញក៏វាគិតទៅតាមនឹងដែរហើយនេះគឺជាការគណនាចំនួនទឹកលុយដែលត្រូវចូលទីផ្សារមានន័យថាប្រសិនបើយើងចូលទីផ្សារក្នុងទំហំ1ឡតសាយគឺយើងចូលទិញក្នុងទំហំ100អោនឧទាហរណ៍ក្នុងការទិញលក់នេះគឺខ្ញុំដាក់តម្លៃ 3230 ប្រសិនបើយើងចូល1ឡតសាយគឺរបៀបគណនាយើងយកចំនួនឡតសាយគុណនឹង contract size គិតជាអោនហើយគុណជាមួយនឹងតម្លៃក្នុង1អោនឧទាហរណ៍ចូល1ឡតសាយ100អោនតម្លៃ 3230 នោះទឹកលុយដែលយើងត្រូវចូលទីផ្សារគឺ 323,000 ការចូលបែបនេះគឺវាទំហំទឹកលុយច្រើនមែនទែនយើងមិនអាចមានលុយចូលដល់កម្រិតនឹងនោះទេដូច្នេះទើបបានយើងប្រើ leverage ហ្នឹងគឺយើងបំផោងទឹកលុយឧទាហរណ៍យើងមានតែ 1000 ទេប៉ុន្តែយើងអាចប្រើ leverage 1000មានន័យថា 1000 គុណ 1000 មានន័យយើងបំផោង 1000 ដងប្រើវិធីបំផោងលុយបែបហ្នឹងដើម្បីចូលទីផ្សារបាទពាក់ព័ន្ធជាមួយនឹងការគណនាទំហំឡតសាយគឺខ្ញុំសង្ខេបបែបហ្នឹងបាទសូមអរគុណ